សូមក្រាបថ្វាយគុំព្រះថាចាស់អង្គលោកជាម៉ែបងប្អូនថ្ងៃនេះថ្ងៃទី12ខែតុលាឆ្នាំ2014ដែលជាសប្តាហ៍ទី9របស់បណ្ណាល័យជីវិតគឺការដឹកនាំជាពលរដ្ឋជាប្រសង់ជាការសម្អាតបរិស្ថានដែលជាការដែលយើងបានដាក់កម្មវិធីថាគឺជាកម្មវិធីអប់រំបរិស្ថានហើយពេលនេះខ្ញុំនឹងទៅជួបមួយបងស្រីម្នាក់ដែលគាត់បានមកចូលរួមជាមួយនឹងបណ្ណាល័យជីវិតបងមានជាមួយគេដែរខ្ញុំឈ្មោះមនិតបងមកពីស្ថាប័នណាដែរខ្ញុំមកពីសាលាខ្ញុំធ្វើការជំរុំរៀនភាសាបារាំងនៅ Canadian International School ហើយខ្ញុំក៏គិតឆ្នាំទី4ផ្នែកភាសាបារាំងហើយជាបងចូលតាមជាមិញគឺបងមកធ្វើការតាមទៅជាថ្ងៃនេះគឺជាសប្តាហ៍ទី4របស់បណ្ណាល័យជីវិតដែលធ្វើការដឹកនាំសង្ឃជាពិសេសមកជួយដើម្បីអប់រំបរិស្ថាននៅតាមទីក្រុងលើជីវិតហើយបងមានចំណាត់អារម្មណ៍ទៅបងមកជួយសម្រាប់ខ្ញុំមានអារម្មណ៍ថាបាយគេពេលខ្ញុំជួយអាទីក្រុងរបស់ខ្ញុំមួយវិញទៀតគឺថាល្អព្រោះក៏បីតែថ្ងៃតាអាទិត្យខ្ញុំបានចំណាយពេលជាមួយគ្រួសារខ្ញុំជាមួយអ្នកខ្លួនឯងហើយខ្ញុំក៏ចំណាយពេលក្នុងខ្ញុំដែលជួយទីក្រុងរបស់ខ្ញុំដែរហើយគាត់ស្ម័គ្រចិត្តមកចូលរួមជាមួយនឹងបណ្ណាល័យជីវិតគឺថាគាត់តាមមើលគាត់ដូចជាលក្ខណៈគាត់ដើរហាត់ប្រាណអញ្ចឹងគាត់លេពីការបរៀនរបស់គាត់ផងហើយការសិក្សារបស់គាត់មកចូលរួមអញ្ចឹងជាចុងក្រោយតើបងស្រីមានអ្វីខ្លះតាមផ្សាយទៅដល់ប្រជាពលរដ្ឋរបស់យើងក៏ដូចជាអាជ្ញាធរដែលថានៅក្នុងចាក់ជាតិដូចចាសំណងរបស់ខ្ញុំសូមសំណងឲ្យប្រជាជនទាំងអស់សូមទាំងអាជ្ញាធរទាំងអស់ពេលការហើយកសិផលសូមយើងជួយយកទៅដាក់នៅក្នុងធុងសម្រាមដើម្បីថែរក្សាបរិស្ថានរបស់យើងទីក្រុងរបស់យើងក៏បីខ្ញុំពេលខ្លះខ្ញុំមានអារម្មណ៍ថាពិបាកដែរមានអារម្មណ៍ថាខ្មាស់អៀនណាពេលបរទេសគេដើរមកពេញសម្រាប់ពេញនឹងខ្មែរយើងមកក៏ទុកចោលឬមួយបរទេសខ្លះក៏វាទុកចោលជុំដែរអញ្ចឹងមានអារម្មណ៍ថាអត់សុខ